ចឹងបន្ទាប់ពីយើងបានធ្វើការរង់ចាំនៅពេលដែលឲ្យវា generate រួចវាក៏ចេញជាមួយនឹងទម្រង់រូបភាព thumbnail ហ្នឹងណាគឺថាពិតជាស្អាតហើយវាងាយស្រួលមិនចំណាយពេលវេលាក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធីសម្រាប់ edit ផ្សេងៗទេហ្នឹងបើសិនជាសម្រាប់អ្នកដែលយើងអត់ចេះប្រើជាមួយនឹងកម្មវិធី Photoshop ឬក៏កម្មវិធីធ្វើ poster ឬក៏ thumbnail អីជាដើមផ្សេងជាដើមសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការវិលមកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីវិធីក្នុងការប្រើប្រាស់ AI ឲ្យបង្កើត thumbnail របស់យើងដើម្បីយកទៅដាក់នៅក្នុង thumbnail YouTube របស់យើងអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាខាតពេលយូរយើងចូលទៅប្រើប្រាស់ក៏ដូចជាសរសេរ prompt ក្នុងការបង្កើតជាមួយនឹងរូបភាព thumbnail របស់យើងហ្នឹងដោយប្រើ AI ដោយតម្រូវឲ្យអ្នកទាំងអស់គ្នាចូលមកក្នុងកម្មវិធី ChatGPT ឬក៏អឺ Gemini ជាដើមអញ្ចឹងណាប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមលើកមកបង្ហាញអ្នកទាំងអស់គ្នាពីការសរសេរ prompt ដោយប្រើជាមួយនឹង ChatGPT អញ្ចឹងអ្វីដែលអ្នកនរគ្នាត្រូវធ្វើគឺអ្នកនរគ្នាគ្រាន់តែធ្វើការសរសេរតាមខ្ញុំមកអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំសរសេរបែបនេះដើម្បីឲ្យprompt សរសេរឲ្យ ChatGPT ហ្នឹងសរសេរ prompt មកឲ្យយើងដោយយើងប្រាប់វាថាខ្ញុំចង់ឲ្យអ្នកជួយសរសេរពីរបៀបក្នុងការដោយដាក់ចំណងជើងអញ្ចឹងណាដោយដាក់ចំណងជើងថារបៀបធ្វើ thumbnail YouTube ដោយប្រើ AI អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំចុចសញ្ញាព្រួញកន្លែងនេះអូខេបន្ទាប់មកយើងធ្វើការរងចាំវាមកអូខេអូខេអញ្ចឹងបន្ទាប់ពីយើងបានធ្វើការរងចាំវាហើយវាក៏តម្លាក់ប្រមមកឲ្យយើងអញ្ចឹងអ្វីដែលយើងធ្វើបន្តទៀតយើងគ្រាន់តែធ្វើការ copy កន្លែងនេះមកអូខេនេះយើង copy កន្លែងប្រមហ្នឹងណាហ្នឹងហើយយើង copy វាទាំងអស់មកហើយយើង copy កន្លែងហ្នឹងហើយបន្ទាប់មកយើងធ្វើការបើក tab ថ្មីមួយទៀតដោយយើងសរសេរថា flow អញ្ចឹងណាអូខេ flow យើងធ្វើការសរសេរបែបហ្នឹងមកបន្ទាប់មកយើងនឹងឃើញវានៅខាងលើហើយ Google Lab ហ្នឹងណាអូខេអញ្ចឹងយើងចុចចូលកន្លែងនេះមកបន្ទាប់ពីយើងបានធ្វើការចុចចូលមកហើយយើងធ្វើការរងចាំឲ្យវាដំណើរការបន្តិចសិនមកហើយចាំយើងធ្វើការចុចបន្តទៅមុខទៀតឥឡូវដោយសារវាដើរអត់ទាន់ចប់ទេយើងរងចាំវាបន្តិចសិនមកអូខេហើយចំពោះការបង្កើតរូបភាពនេះគឺយើងមិនចាំបាច់តែទាល់តែអឺ តែយើងមានជាមួយនឹង Google Gemini Pro ទេព្រោះដោយសារយើងបង្កើតរូបភាពនេះគឺយើងអត់ចំណាយជាមួយនឹង credit ទេប៉ុន្តែខ្ញុំនិយាយក្នុងន័យនេះបើសិនជាបងប្អូនដែលគាត់ធ្លាប់ប្រើជាមួយនឹង Gemini Pro គាត់ប្រកាសជាដឹងថាហេតុអីបានជាត្រូវប្រើ credit ឬក៏មិនប្រើ credit ហើយអូខេអញ្ចឹងកន្លែងនេះយើង tick ទាំងពីរមកអូខេយើង tick វាទាំងពីរយើងចុច next ហើយយើងធ្វើការ scroll វាអស់អូខេយើងអស់វាអស់ហើយបានយើងចុចលើពាក្យថា continue អូខេអញ្ចឹងកន្លែងនេះយើងចុចលើពាក្យថា new project ហ្នឹងមកអូខេបន្ទាប់ពីយើងចុចលើកន្លែង new project ហ្នឹងហើយវានឹង load អញ្ចឹងយើងមិនបាច់ចាំធ្វើអីទេយើងនេះមកចុច select កន្លែងនេះហើយយើងយកទម្រង់រូបអូខេអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងព្រោះដោយសារនេះយើងធ្វើសម្រាប់តែ poster ទេអូខេឬក៏ជាមួយនឹងតែនេះទេតែរូបភាពទេអញ្ចឹងយើងអត់ចំណាយ credit ទេអូខេអញ្ចឹងយើងយកកន្លែងហ្នឹងមកអូខេយើងយក2ហើយយើងចុច save កន្លែងនេះមួយអូខេអញ្ចឹងយើងដាក់ prompt របស់យើងចូលមកហើយសូមបញ្ជាក់អ្នកទាំងអស់គ្នាកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យរូបរបស់អ្នកទាំងអស់គ្នានៅជាមួយនឹង thumbnail ហ្នឹងយើងគ្រាន់តែធ្វើការបញ្ចូលរូបភាពរបស់យើងដោយគ្រាន់តែចុចសញ្ញាបូកហ្នឹងមករូបភាពរបស់យើងនឹងភ្ជាប់ជាមួយនឹង thumbnail ហ្នឹងហើយអូខេអញ្ចឹងខ្ញុំចុចសញ្ញាព្រួយនេះមួយអូខេចឹងយើងគ្រាន់តែធ្វើការរងចាំវាទៅបន្ទាប់ពីវា generate ចប់វានឹងតម្លាក់រូបភាពហ្នឹងមកអញ្ចឹងយើងអាចធ្វើការទាញយកវាទៅប្រើប្រាស់បានហើយអូខេអញ្ចឹងបន្ទាប់ពីយើងបានធ្វើការរងចាំនៅពេលដែលឲ្យវា generate រួចវាក៏ចេញជាមួយនឹងទម្រង់រូបភាព thumbnail ណាគឺថាមានការស្រស់រូបភាពពិតជាស្អាតហើយវាងាយស្រួលមិនចំណាយពេលវេលាក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធីសម្រាប់ edit ផ្សេងៗទេហ្នឹងបើសិនជាសម្រាប់អ្នកដែលយើងអត់
ចេះប្រើជាមួយនឹងកម្មវិធី Photoshop ឬក៏កម្មវិធីធ្វើ poster ឬក៏ thumbnail អីជាដើមផ្សេងជាដើមអញ្ចឹងអ្នកនរគ្នាអាចមកប្រើជាមួយនឹង AI នេះបានវាពិតជាងាយស្រួលអញ្ចឹងចំពោះការចែករំលែករបស់ខ្ញុំទៅកាន់អ្នកនរគ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយបើសិនជាអ្នកនរគ្នាមានចម្ងល់កន្លែងណាមួយដែលមើលទៅមិនទាន់យល់ច្បាស់អាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានខ្ញុំនឹងធ្វើការចែករំលែកនៅវីដេអូនេះម្ដងទៀតនៅពេលក្រោយ